ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបានប្រហុកឆាំឆ្ងាញ់ណាស់បងប្អូនអើយនិយាយទៅឆ្ងាញ់មែនជាតិអស់តោះហ្មងរសជាតិនេះផ្ទឹមអត់មានទេទៅស្រុកគេក៏អត់មានដែរបងប្អូនរសជាតិនេះណាហើយនេះនាងខ្ញុំមកឆាំប្រហុកជាមួយនឹងសាច់ជ្រូកបីជាន់ហើយយើងយកទៅឆានឹងខ្ទះរបស់យើងអញ្ចឹងណាបងប្អូនហើយយើងមានលាយជាមួយនឹងក្តាប់អំពិលទៀតជូជាពីឆ្ងាញ់ហើយបានបន្លែបេះនៅមុខផ្ទះផងហ្នឹងអូយបងប្អូនអើយញ៉ាំសុំលើសបាយលើសបន្លែលើសប្រហុកមួយថ្ងៃឯងប៉ុន្តែយើងដាក់ប្រហុកតែបន្តិចល្មមទៅបានហើយកុំឲ្យវាប្រៃពេកអញ្ចឹងណាបងប្អូនហើយនេះនាងខ្ញុំមានខ្ទឹមសខ្ទឹមក្រហមនេះដំឲ្យច្រាមលាយចូលគ្នាដើម្បីយើងទុកម្លីងជាមួយនឹងប្រហុករបស់យើងអញ្ចឹងណាបងប្អូនចាបងប្អូនខ្លះក៏ចូលចិត្តប្រហុកអាំងប្រហុកចំហុយហើយខ្លះក៏ចូលចិត្តប្រហុកឆៅប្រហុកឆាអីចឹងទៅតែថ្ងៃនេះដោយសារវារៀងល្ងាចផងទៅខ្ជិលប្រកាត់ភ្លើងហើយចង់ធ្វើប្រហុកអាំងចាំពេលដល់ខែមានស្លឹកល្មៀតធ្លាក់ភ្លៀងមួយមេពីមេអីទៅបានស្លឹកល្មៀតវាលាស់មកល្អខ្ចីចាំយើងធ្វើប្រហុកអាំងម្ដងបងប្អូនហើយនេះសាច់ជ្រូកមានខ្ញុំហាន់ចំណិតយកមកច្រាមឲ្យវាម៉ត់ចឹងណាហើយសាច់យើងច្រាមជាមួយប្រហុកចឹងបានសាច់ជ្រូក3ជាន់ចឹងมันឆ្ងាញ់បងប្អូនឯងច្រាមឲ្យម៉ត់មកសន្ទុះមកហើយនិយាយពីចុងភៅនេះច្រាមសាច់លោតចេញពីជ្រុញរហូតមិនដឹងមកឯខុសចែកទេសរហូតចាហើយនេះប្រហុកនេះនាងខ្ញុំដាក់ខ្ទង់មួយខាំអីទេបងប្អូនហើយយើងប្រហុកយើងធ្វើខ្លួនឯងចេះវាមិនស្អុយខ្លាំងហើយក៏មិនប្រៃដែរហើយក៏ឆ្លៀតលីជាមួយនឹងគល់ស្លឹកគ្រៃនេះមកដើមដើម្បីឲ្យវាឈ្ងុយអីចឹងទៅយើងហាន់ដាក់មកចាច្រាមចូលលីគ្នាមកបងប្អូននិយាយពីពេលឆ្អិនទៅឆ្ងាញ់នោះឆ្ងាញ់ឥឡូវច្រាមហើយនឹកឃើញនឹងចង់ច្រាមម្ដងទៀតវាត្រូវជាតិគ្នាចឹងណាបងប្អូនចាហើយលាយជាមួយនឹងក្តាប់អំពិល4-5 គូមកបើបងប្អូនចូលចិត្តរៀងជូរបន្តិចបងប្អូនអាចដាក់រៀងច្រើនជាងនឹងអញ្ចឹងណាតាមពិតនាងខ្ញុំមានចេតនាចង់ធ្វើជាមួយកសាំងឯងប៉ុន្តែកសាំងខែនេះរៀងពិបាករកដល់ពេលទៅរកទៅក៏បានក្តាប់អំពិលនឹងមកហើយដាក់ខ្ទះឲ្យក្តៅមកយើងដាក់ខ្ទឹមសខ្ទឹមក្រហមលីងចូលគ្នាចឹងបងប្អូនហើយយើងដាក់ប្រហុកដែលយើងបានច្រាមមិញនឹងមកឆាចូលគ្នាជោគឆាក់មិន10នាទី15នាទីបានហូបហើយបងប្អូនហើយបន្ទាប់ពីយើងឆានឹងហើយក៏ដាក់មានប៊ីចេងនោះកន្លះស្ពាកាហ្វេមកក៏ដូចជាស្ករសនោះមួយស្ពាបាយមិនបាច់ដាក់ច្រើនពេកទេដោយសារយើងបងប្រហុកតិចដែរដល់ពេលអញ្ចឹងវាមិនសូវប្រៃហើយដល់យើងដាក់ប៉ុណ្ណឹងបានជាមួយស្ករត្នោតយើងចឹងមកនិយាយពីចាប់ជាតិគ្នានោះបងប្អូនអើយចឹងសាច់គោអូស្ត្រាលីសាច់គោអាល្លឺម៉ង់ឲ្យមកពីណាវ៉ាក់យឺអីក៏មិនស្មើដែរបងប្អូនជាមួយបន្លែស្រស់បានបេះនៅមុខផ្ទះត្រាំទឹកស្រួយប្រោកអីអូយបងប្អូនអើយនិយាយពីឆ្ងាញ់ណាស់ឃើញហើយចង់ហូបទៀតប៉ុន្តែយើងញ៉ាំយើងត្រូវប្រមាណខ្លួនដែរព្រោះអានេះញ៉ាំច្រើនវាមិនសូវល្អទេយូរបានម្ដងអីចឹងទៅណាបងប្អូនទាំងអស់គ្នាចាហើយឆាដូចនាងខ្ញុំចឹងមកបើបងប្អូនទំនេរទេក៏ប្រកាត់ភ្លើងអាំងទៅចាតបស្លឹកចេកឬក៏ស្លឹកល្មៀតអីមកតាមរដូវខែរបស់វាអីអូបងប្អូនឲ្យនិយាយពីឆ្ងាញ់ក្អូបពេញភូមិហ្មងណាចាដល់ពេលនេះយើងទុកមកងាស់វាប្រហែលជា10នាទីទៅ15នាទីទៅចាអញ្ចឹងពេលដែលឆ្លៀតពេលយើងមកងាស់ប្រហុករបស់យើងនេះយើងទៅមើលបន្លែរបស់យើងណាបងប្អូនបន្លែនេះគឺបេះពីមុខផ្ទះមកទេហើយក៏ឆ្លៀតទិញគេអីមកបន្តិចដូចសក់ស្រូវនេះអត់មានទេហើយតកួនពពានេះក៏អត់មានដែរក្រៅពីហ្នឹងគឺបន្លែមុខផ្ទះទាំងអស់បងប្អូនហើយមកប្រហុករបស់យើងឆ្អិនហើយមកបងប្អូនទាំងអស់គ្នាអញ្ជើញហូបបាយមួយខ្ញុំណាមកហូបខ្មែរណាអត់ដូរទេនៅស្រុកណាក៏អត់មានដែរបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូ